បងនៅក្នុង app សេសានបងប្អូនអាចចូលទៅប្រើប្រាស់ឧបករណ៍ជំនួយកសិករបានតាមពីរបៀបទី1យើងចុចកន្លែងឆាតនេះហើយបងប្អូនឃើញនេះកន្លែងជ្រុងនេះឃើញមានសញ្ញាម៉ាស៊ីនគិតលេខយើងចូលទៅនេះយើងឃើញ function ជាច្រើនណានេះមុខងារជំនួយកសិករណានេះបងប្អូនឃើញដូចជា40ជាងមុខដូចដល់យើងមើលយើងមកជូនបងប្អូនមើលណា8 12 16 20 24 28ណាមាន28 function អញ្ចឹងអាហ្នឹងរបៀបទី1យើងចូលតាមនឹងរបៀបទី2យើងចូលតាមនេះគណនីនេះបងប្អូនឃើញកន្លែងគណនីនេះទេបាទយើងចុចលើគណនីហ្នឹងទៅយើងអស់មកក្រោមយើងឃើញនេះឧបករណ៍កសិកម្មនេះអញ្ចឹងយើងចូលទៅឃើញដូចគ្នាណាបាទអានេះមុខងារថ្លឹងបាវនេះយើងថ្លឹងចាំមើលខ្ញុំប្រាប់របៀបប្រើណាបងប្អូនឧទាហរណ៍ថាយើងថ្លឹងយើងថ្លឹងដលងចុះ1គីឡូ1200ចុះណាអញ្ចឹងយើងថ្លឹងយើងដាក់ជាដុល្លារក៏បានដែរប៉ុន្តែខ្ញុំមកដាក់ដុល្លារដាក់រៀល1200រៀល1គីឡូអញ្ចឹងយើងបញ្ចូលណាបាវទី1យើងថ្លឹងបានប្រហែលគីឡូ50គីឡូអញ្ចឹងយើងចុចដានមកបាវទី2ថ្លឹងបានប្រហែល56ចុចដានណាបាវទី3ថ្លឹងបានប្រហែល70ណាបាវទី4ថ្លឹងបានប្រហែល56បាវទី5ថ្លឹងបានប្រហែល84ណាឧទាហរណ៍អញ្ចឹងឃើញយើងថ្លឹងអញ្ចឹងទៅគឺគិតលុយរហូតអញ្ចឹងយើងអត់ច្រឡំលំដាប់បាវទេបាទហើយយើងចុច save មកណាយើងថ្លឹងបានប្រហែល10បាវដែរយើងចុច save មកហើយយើងដាក់ទៅយើងទិញពីណាណាយើងទិញពីណាយើងដាក់មកទិញពីបាទមីបាទទិញពីចុះបងប្អូនខ្ញុំចុចដៃ2ឲ្យបានកើតទិញពីមីណាសូរិយាណាឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងទុកចំណាំទៅយើងចង់ចូលមើលនេះយើងចូលទៅមើលណាតែយើងទិញពីមីសូរិយាណាចំនួនប្រហែលបាវនេះវាសរុបមកណាបាទអញ្ចឹងអាហ្នឹង function ទី1ហើយ function ទី2អានេះគ្រប់គ្រងស្តុកទំនិញណាយើងបញ្ចូលនេះយើងបញ្ចូលទំនិញរបស់យើងបញ្ចូលឈ្មោះចំនួនកញ្ចប់អីទៅបញ្ចូលរូបភាពទៅណាយើងបូកនេះបូកដកស្តុកបញ្ចូលស្តុកបញ្ចេញស្តុកនេះការគ្រប់គ្រងស្តុកណាអាហ្នឹងគឺមុខងារគ្រប់គ្រងស្តុកបងប្អូនអ្នកលក់ដូរដឹងហើយបាទអញ្ចឹងយើងប្រើ free អត់មានទៅជួលណាមកតម្លៃ system ឲ្យយើងឲ្យអស់លុយទេយើងប្រើតែ app នេះគឺបាន full option តែម្ដងណាគឺវាចំណេញអញ្ចឹងអត់មានទៅជួលក្រុមហ៊ុនណាយមកតម្លើងកម្មវិធីគ្រប់គ្រងស្តុកឲ្យយើងទេណាតាមនៅវ៉ាន់មុំអីណាហាងមុំអីយើងប្រើតែប៉ុណ្នេះគឺបានហើយណាបាទហើយនេះបញ្ជីទិញអីវ៉ាន់នេះទិញអីវ៉ាន់អានេះគឺពិសេសបងប្អូនប្រើជាក់ស្ដែងណាបងប្អូននឹងដឹងថាវាពិសេសជាងអាធម្មតាមិនអីហើយនេះបដូររូបិយប័ណ្ណណាបដូររូបិយប័ណ្ណគឺយើងប្រើអ៊ីនធឺណិតណាយើងអត់ដាក់តម្លៃសម្រាប់ចោលទេគឺអ៊ីនធឺណិតអញ្ចឹងឧទាហរណ៍ថា$1បានប៉ុន្មានណាបាទគឺយើងទាញពីទីផ្សារអន្តរជាតិណាឥឡូវយើងវាថៃក៏បានដែរឥឡូវថៃឧបានថាគេថាតំណែងហ្នឹង70បាតអញ្ចឹងណា70បាតអញ្ចឹងយើងចង់ដឹងថាស្មើប្រមាណលុយខ្មែរលុយដុល្លារលុយអីហ្នឹងគឺយើងវាយទៅបាតអញ្ចឹងឬក៏ឥឡូវលុយកូរ៉េណាលុយកូរ៉េគាត់ណាថាបងប្អូនយើងនៅកូរ៉េចង់ផ្ញើលុយ5000 វ៉ុនអញ្ចឹងយើងដាក់100,000ណា5000 វ៉ុនវាស្មើប្រមាណអញ្ចឹងវាស្មើបានរៀល10,000សំដៅរៀល10,000 100,000នេះមិនតិចម៉េច100,000 រៀលនេះ40,000 រៀលអូខេអញ្ចឹងអានេះគឺមុខងារបដូររូបិយប័ណ្ណអញ្ចឹងចង់វាប្រឡោះណាក៏បានអាហ្នឹងគឺវាមកទីអញ្ចឹងហ្មងបាទវាលឿនអញ្ចឹងហើយមុខងារបន្ទាប់ណាអានេះពិនិត្យមេឃខ្ញុំអត់ប្រើទេអានេះដោយសារវាត្រូវការអ៊ីនធឺណិតខាងខ្ញុំខ្ជិលបើកអ៊ីនធឺណិតនៅតែយូរកាបាទខ្ញុំខ្ជិលបើកទីតាំងនៅក្តៅទូរស័ព្ទនេះប្រើតាំងពី24 ម៉ោងហ្នឹងបាទហើយតទៅទៀតនេះមុខងារវិភាគទិន្នផលនេះរៀងផ្សំញ៉ាំប្រើបន្តិចបងប្អូនណាតើតែខ្ញុំមានពេលទំនេរបានខ្ញុំនឹងណែនាំបងប្អូនពីរបៀបប្រើវាណាបាទតមកទៀតមុខងារនេះអានេះមុខងារថ្លឹងចំនួនសัตว์នេះបាទនេះមានរូបមន្តរបស់វាណាការថ្លឹងគោឲ្យបានស្មានណាយើងអត់មានអញ្ជីងទេយើងអាចបានស្មានតាមរយៈការកណនីវាមានរូបមន្តកណនីរបស់វាឥឡូវយើងវាស់ទំហំទ្រូងយើងវាស់ឃើញប្រមាណហើយយើងវាស់ឃើញ1 ម៉ែត្រកន្លះណាដងខ្លួនយើងវាស់ឃើញប្រមាណនោះថាដងខ្លួនវាស់ឃ
ឃើញ2ម៉ែត្រអញ្ចឹងណាបាទ200សង់ទីម៉ែត្រអញ្ចឹងយើងអាលេខដែលខ្ញុំដាក់នេះខ្ញុំដាក់ស្មើដែរព្រោះយើងអត់មានកោវាស់យើងអត់ដឹងថាទ្រូងកោហ្នឹងពេលវាស់ជាក់ស្ដែងវាប្រហែលវាបាន1ម៉ែត្រចន្លោះបាទអញ្ចឹងអានេះគឺមុខងារប៉ាន់ប្រមាណទម្ងន់សត្វណាបាទហើយសួរថាអាហ្នឹងវាធ្វើការរបៀបម៉េចបានទៅគណនាឃើញអានេះគឺក្នុងវិស័យបែបសត្វគឺគេមានរូបមន្តគេណាបងប្អូនបាទអញ្ចឹងយើងយករូបមន្តនោះយើងយកមកចងជាកម្មវិធីទូរស័ព្ទណាទើបបងប្អូនអាចប្រើប្រាស់ក្លឹមទម្ងន់តាមរយៈទូរស័ព្ទបានដែលយើងអត់ចាំបាច់យកវិជ្ជាភៅមកគណនាទេបើសិនជាយើងអត់ចេះគណិតវិទ្យាយើងច្បាស់ជាពិបាកហើយបាទឬក៏វាយូរកាអញ្ចឹងប្រើតាមទូរស័ព្ទវាលឿនយ៉ាងនេះមុខងារវាស់ផ្ទៃដីអានេះដីយើងក្បាលអត់ស្មើបាទយើងជ្រុងយើងអត់ស្មើទៅតឹងបដ ாய் ហ្នឹងវាអត់ស្មើបាទនេះស្មើបដ ாய் គុណទៅតឹងទៅវាចាញ់ហើយនេះគឺអត់ស្មើទេយើងបញ្ចូលជ្រុងទាំង4ហ្នឹងយើងវាស់ឃើញដីរបស់យើងប្រហែលហើយណាបាទអញ្ចឹងខ្ញុំរៀបរាប់ត្រួសបងប្អូនណាដោយសារអត់សូវមានពេលអានេះមុខងារចិញ្ចឹមត្រីយើងចង់ចិញ្ចឹមត្រីឲ្យគេប្រហែលថាត្រីម្ដែងណាបដ ாய் ស្រះយើង50ទៅតឹងប្រហែល30ជម្រៅប្រហែល1ម៉ែត្រកន្លះណា1ម៉ែត្រកន្លះឬក៏2ម៉ែត្រទេដាក់2ម៉ែត្រទេសំទោសបាទ2ម៉ែត្រទេឃើញទេយើងចង់ចិញ្ចឹមត្រីអីទេសំទោសត្រីអីគេទៀតគេថាត្រីរស់អញ្ចឹងជម្រៅប្រហែល1ម៉ែត្រ8អញ្ចឹងណាបាទអញ្ចឹងនៃមុខងារជំនួយចិញ្ចឹមត្រីហើយមានជាច្រើនទៀតបងប្អូនអាចប្រើតាមហ្នឹងណាបាទអានេះគណនាសេដ្ឋកិច្ចនេះការធ្វើកសិកម្មរបស់យើងចំណេញខាតហើយយើងមានការបូកដកគុណចែកអីចឹងទៅហើយនេះបងប្អូនចង់ណែនាំកន្លែងនេះមួយទៀតអានេះក៏សំខាន់ណាស់សម្រាប់បងប្អូនចិញ្ចឹមសត្វបាទអានេះស្ថិតិកូនសត្វណាយើងរាប់ពេលដែលជ្រូករបស់យើងកើតកូនណាមេទី1មេទី2មេទី3កើតបានប្រហែលអីប្រហែលហ្នឹងបងប្អូនប្រើជាក់ស្ដែងនេះដឹងហើយណាបងប្អូនចិញ្ចឹមសត្វគឺប្រើប្រាស់មុខងារហ្នឹងហើយនឹងមុខងារមួយទៀតវាពាក់ព័ន្ធមួយសត្វដែរគឺគណនាអាយុតាមដានអាយុណានេះតាមដានអាយុនេះតាមដានអាយុមកថាជ្រូកយើងអញ្ចឹងកើតមកនេះយើងដាក់ខែឆ្នាំកំណើតកន្លែងនេះកុំឲ្យវាយូរនាទីពេកប្រហែលចិត្ត10នាទីឥឡូវខ្ញុំទោះតែខ្ញុំឲ្យមើលប្រវត្តិដែលខ្ញុំធ្លាប់ប្រត្រាកន្លងមកនេះឃើញទេបាទអញ្ចឹងឥឡូវជ្រូករបស់យើងនេះវាមានផ្លាកលេខរបស់វាមកថាជ្រូកយើងដាក់ផ្លាកលេខរបស់វា P2 ណាបាទ P2 នេះអញ្ចឹងយើងមើលថាយើងតាមដានអាយុវានេះឃើញទេអាយុវាកើតខែឆ្នាំណាសមប្រហែលអាយុវាបានប្រហែលហើយសមប្រហែលខែទៀតគ្រប់លក់អញ្ចឹងណាវាប្រកថយក្រោយអីឲ្យយើងអញ្ចឹងបាទឃើញទេបាទអញ្ចឹងអាហ្នឹងគឺមានរបៀបយើងបញ្ចូលនៅនេះខែឆ្នាំកំណើតរបស់វាអាយុគ្រប់លក់អីគឺយើងបញ្ចូលនៅហ្នឹងបាទបូកថែមប្រហែលក្បាលក៏បានដែរណាហើយយើងសេវទៅអញ្ចឹងពេលយើងចូលទៅមើលចូលកន្លែងប្រវត្តិនេះយើងមើលឬយើងដាក់ឈ្មោះក៏បានដែរណាយើងដាក់ឈ្មោះក៏បានដែរពេលសត្វគោសត្វក្របីយើងដាក់ឈ្មោះវាទៅយើងសួរចំណាំថាគោហ្នឹងវាកើតថ្ងៃណាហើយថ្ងៃណាខែណាហើយប្រហែលថ្ងៃទៀតគ្រប់លក់អីអញ្ចឹងណាគឺយើងនិយាយរួមតាក់ទងបងប្អូននៃចិញ្ចឹមសត្វបាទដោយសារយើងអត់មានពេលវេលាច្រើនខ្ញុំរៀបរាប់លឿនទូអាស៊ីជាស្រ័យបងប្អូនណាបើសិនជាស្ដាប់អត់ទាន់ណាមានពេលសួរបងថ្ងៃក្រោយយើងនឹងតាមក្រុមការងារទៀតដើម្បីធ្វើការតាក់ទងជាមួយនឹង review function នីមួយៗនឹងឲ្យច្បាស់លាស់និង professional ណាបាទអូខេអរគុណ